ឆ្នាំមុនខ្ញុំទៅចូលរួមទទួលសញ្ញាបត្ររបស់មិត្តភ័ក្តិរបស់ខ្ញុំប៉ុន្តែនៅក្នុងឆ្នាំនេះខ្ញុំទៅចូលរួមទទួលសញ្ញាបត្ររបស់មិត្តភ័ក្តិប្អូនរបស់ខ្ញុំប៉ុន្តែមិនមែនជាប្អូនបង្កើតទេអ្នកនរគ្នាគឺជាប្អូនរាប់អានតោះអញ្ចឹងចង់ដឹងថាមានសកម្មភាពវាខ្លះតាមដានវីដេអូនេះទាំងអស់គ្នាបាទឥឡូវនេះគឺយើងចាប់ផ្ដើមចេញដំណើរទៅហើយអ្នកនរគ្នាគឺថាគេកម្មវិធីតាំងពីម៉ោង10ប៉ុន្តែខ្ញុំទៅម៉ោង11បាទគឺថាល្អខ្លាំងមែនតើបាទហើយមីកូនេះអត់ទាន់លើកកាមេរ៉ាអត់ទាន់គេដៃទេបាទតោះតែខ្ញុំលើកកាមេរ៉ាមកធ្វើគេដៃអើយចង់ឲ្យសិនក៏មួយជីវិតមែនឥឡូវយើងបានមកដល់កន្លែងនេះអ្នកនរគ្នាអញ្ចឹងដោយសារតែយើងទៅចូលរួមអបអរគេអញ្ចឹងយើងមិនអាចទៅដៃទៅទេបានទេអ្នកនរគ្នាយើងត្រូវរកទិញអីតិចតួចទៅជូនគេអញ្ចឹងណាហើយនៅក្នុងថ្លាហ្នឹងគឺថាលក់ផ្កាច្រើនមែនតើអ្នកនរគ្នាគេរៀបផ្កាជាមួយតុក្កតាទៅអីអញ្ចឹងទៅហើយឃើញកន្លែងនេះតំណងមានតុក្កតាមានផ្កានៅក្នុងហ្នឹងអញ្ចឹងទៅយើងក៏ជ្រើសរើសទិញនៅកន្លែងនេះហ្មងទៅបន្ទាប់ពីទិញហើយអ្នកនរគ្នាយើងទៅអាគារមួយទៀតដើម្បីទៅរកម្ចាស់ទទួលសញ្ញាបត្រថ្ងៃហ្នឹងឯងអ្នកនរគ្នាគាត់មិនមែនជាជនជាតិខ្មែរទេអ្នកនរគ្នាគាត់គឺជាជនជាតិជប៉ុនបាទហោះមកពីជប៉ុនដើម្បីមកទទួលសញ្ញាបត្រហ្មងអ្នកនរគ្នាដោយសារតែនៅពេលដែលគាត់រៀនចប់ភ្លាមហ្នឹងគឺគាត់ត្រឡប់ទៅជប៉ុនវិញសិនអញ្ចឹងថ្ងៃនេះគឺគេបើកឲ្យទទួលសញ្ញាបត្រគាត់ក៏ត្រឡប់មកវិញដើម្បីទទួលសញ្ញាបត្រនៅថ្ងៃនេះបាទគ្រាន់តែដើរមកដល់ main building ភ្លាមបាទអ្នកទាំងអស់គ្នាដូចឃើញហ្នឹងគឺថាមនុស្សច្រើនខ្លាំងមែនទែនគេមានគ្រួសារពុកម៉ែបងប្អូនគេមកអបអរសាទរអញ្ចឹងណាហើយគាត់ខ្ញុំមិនដឹងថាមានពុកម៉ែបងប្អូនគាត់មកអបអរសាទរដែរអត់ទេឥឡូវយើងដើររកគាត់អ្នកគ្នាយើងចូលទៅក្នុងសិនថាគាត់នៅណាណីអញ្ចឹងដើម្បីយកផ្កាទៅជូនអបអរគាត់អញ្ចឹងណាឥឡូវយើងទៅមើលទស្សនវិជ្ជានៅខាងក្នុងទាំងអស់គ្នានៅពេលដែលចូលដល់ខាងក្នុងអ្នកគ្នាគាត់ថាមនុស្សច្រើនខ្លាំងមែនទែនហើយគេមានកន្លែងថតរូបថតអី free តែម្ដងនៅក្នុងហ្នឹងថតរូបស្លឹកភ្លាមយកភ្លាមគឺថា free តែម្ដងបាទខំដើរមកជុំដើម្បីដើររកsurpriseផ្កាអញ្ចឹងណាឥឡូវមកពួនក្បែរនេះសោះហើយគាត់គឺជាជនជាតិជប៉ុនបន្ទាប់ពីជូនផ្កាហើយយើងចេញទៅក្រៅថតរូបម្នាក់មកប៉ុស្តិ៍អញ្ចឹងទៅទុកជាអនុស្សាវរីយ៍អញ្ចឹងណាអ្នកទាំងគ្នាគឺចេញមកខាងក្រៅគឺថាបរិយាកាស clean ស្អាតខ្លាំងមែនទែនអត់ដឹងថាប្រមាណជាតិសាសន៍ទេអ្នកគ្នាទទួលសញ្ញាបត្រថ្ងៃនេះហើយយើងក៏ថតរូបម្នាក់មកប៉ុស្តិ៍ទៅទុកជាអនុស្សាវរីយ៍បន្ទាប់ពីយើងថតនៅខាងក្រៅហើយឥឡូវយើងចូលមកថតនៅខាងក្នុងម្ដងអ្នកគ្នាដែលថតភ្លាមបានភ្លាមអញ្ចឹងណាបើសិនជាយើងមិនថតវាស្ដាយរាល់ដងអីយើងចេញក្រៅយើងចូល live studio យើងថតដោយខ្លួនឯងហ្នឹងគឺអស់លុយអានេះអត់អស់លុយផងព្រោះយើងថតចប់អត់អញ្ចឹងយើងថតចេញមកមានអីគុណភាពរូបថតស្អាតរបស់គេដែរតើបាទសកម្មភាពទទួលសញ្ញាបត្រដូចជាអត់ងាយច្រើនទេអ្នកគ្នាដូចជាមានតែប៉ុណ្្នឹងទេហើយយើងក៏ដើរមករកកាហ្វេម្នាក់មួយកែវមកដើម្បីឲ្យស្វាងតិចដោយសារតែយើងទៅងើបពីដេកតែងើបមករៀងសើដាក់កាហ្វេមួយកែវទៅគឺថាស្វាងតែម្ដងតែវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយ